បាទជំរាបសួរពុកម៉ែបងប្អូនបាទវីដេអូនេះបាទតាំងពីថ្ងៃការប្អូនប្រុសខ្ញុំបង្កើតបាទអ្នកម្ដាយខ្ញុំបានអង្គុយផាត់មុខបាទដើម្បីឲ្យបានស្អាតបាទហើយសំខាន់ជាងយើងបាទកូនកន្លោះជាងកាត់សក់បាទប្អូនខ្ញុំគាត់កាន់ហាងខ្ញុំបាទហ្នឹងបាទអូតាមទៅដល់ឲ្យមានម៉ួយកាត់នៅក្នុងទៀតបាទហើយកម្មវិធីបន្តបាទរៀបចំអែមបាទទៅបដាបែបលក្ខណៈស្រុកស្រែជនបទយើងបាទខ្ញុំបាទខានឃើញយូរដែរបាទត្រឡប់ឲ្យទៅកម្មវិធីរៀបចំអីយើងទៅដល់បាទល្ងាចអីយើងរៀបចំអកកណ្ដងអកកេះអីទៅដល់គេហើយស្អាតអស់ចឹងណាបាទឃើញពីព្រឹកទៅបាទជាផ្លែអារម្មណ៍មួយយ៉ាងដែរបាទខានឃើញការរៀបចំយូរហើយបាទអូរៀបចំមានច្រើនដំណាក់កាលបងប្អូនហើយបាទតើអត់ចាប់អារម្មណ៍អត់ដឹងទេណាបាទអូមានកម្មវិធីបន្តបាទកម្មវិធីគោលការណ៍គឺវែងលឿនឬចាស់ថាមានការកាត់ចោលខ្លះផងណាមានកាត់ចោលថាឥឡូវគេកាត់ណាបាទម៉មអីយើងស្កែបណាអូម្ដាយខ្ញុំអីបាទគាត់ញញឹមសប្បាយបាទហើយកូនកំលោះកូនកំមុំអីបាទរៀបចំបានស្អាតបាទអស់ហើយបាទគេថាការមកជាតិការម្ដងណាបាទអស់ដៃហើយសប្បាយហើយបាទតាំងម្ដាយខ្ញុំបាទក៏ដូចជាបាទម្ដាយពុកខាងកូនកន្លោះបាទហើយខ្ញុំបាទអត់មានឪពុកទេអញ្ចឹងបាទអ្នកចូលជំនួសជាឪពុកគឺធ្វើជាពូបាទពូគាត់មកធ្វើជាឪពុកកូនកំលោះបាទហើយភ្ញៀវកិត្តិយសអីបាទបងប្អូនអីជុំទឹះបាទហើយបន្ទាប់មកនោះពេលល្ងាចណាបាទថ្ងៃចូលរោងបាទស្អែកឡើងយើងមានការហាយចំនួនហើយអីបាទហើយបន្តមករហូតបាទម្ដងមានកម្មវិធីបាទកាត់សក់កក់សេរីអញ្ចឹងណាបាទអូសប្បាយណាស់បាទអ្នកកាត់សក់បាទសោចពេញរោងបាទហើយក៏មានបងបាទបងម៉ោងបងងោលបាទទៅដល់ចងដៃចងអីសំសួនណាហើយបន្ទាប់ពីនោះមកក៏បាទក្រុមតន្ត្រីខ្ញុំបាទហងសវណ្ណរិទ្ធក៏មកដល់បាទយើងមកពេលថ្ងៃហើយបាទចឹងយើងរៀបចំបាទសំខាន់មកដល់ភ្លាមបាទគាត់ឃើញទឹកមាត់ត្រីល្អចុះចាប់បានត្រីមែនបាទអ្នករៀបឆាករបស់យើងរៀបចំមកសេតរួចរាល់អស់មកបាទមកដល់យើងបានតឡើងរួចរាល់អស់យើងត្រៀមទទួលភ្ញៀវបាទអញ្ចឹងគឺបាទកូនកន្លោះកូនកំមុំគាត់រៀបចំបាទហើយរួចរាល់អស់គឺយើងទទួលភ្ញៀវបាទហើយអរគុណដល់ភ្ញៀវកិត្តិយសទាំងខាងប្រុសខាងស្រីបាទមកទីចិត្តទីឆ្ងាយអីបងប្អូនបាទជីដូន1ជីដូន2អីមិត្តភ័ក្តិបងប្អូននេះមកអស់ហើយថ្ងៃពិសេសបាទការរាប់អានក្តីស្រឡាញ់អរគុណម្ដងទៀតបាទសម្រាប់បងប្អូនដែលបានចូលរួមទាំងអស់គ្នាបាទថាមានកម្មវិធីអីមិនចោលគ្នាណាបាទអញ្ចឹងពុកម៉ែបងប្អូនបាទបន្ទាប់ពីបាទកូនរបស់កូនកំមុំគេកាត់នំកាត់អីហើយទៅក៏មានការច្រៀងបាទរាំស្លូបាទរាំបាត់ស្លូមកបត់អញ្ចឹងណាបាទបន្ទាប់មកក្នុងកម្មវិធីយើងមានការរាំសប្បាយរហូតបាទមាន DJ មានអីទៀតបាទគឺរហូតដល់ម៉ោងត្រង់11ជាងបាទ12បាទអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានវីដេអូណាបាទអរគុណច្រើន味道，仔细东来，一阴一阳之味道，仔细东来。人马苗疆的是就算翻江台阶落，បាទហើយខ្ញុំបាទមិនភ្លេចទេបាទជាមួយនឹងមេតាម៉ាស់បាទនិយាយទៅគឺជាផលិតផលបាទផលិតដោយស្នាដៃកូនខ្មែរយើង 100% អញ្ចឹងខ្ញុំបាទពេញចិត្តមែនទែនបាទសម្រាប់នៅក្នុងការប្រើបាទចឹងពុកម៉ែបងប្អូនមានបញ្ហាស្បែកមុខបាទមិនសូវភ្លឺរលោងបាទមានមុនខ្សាច់មុនតូចមុនធំអីពុកម៉ែបងប្អូនប្រើទៅគឺមិនខុសបំណងទេបាទគឺល្អមែនទែនហើយសម្រាប់ការប្រើគឺស្រួលមែនទែនពុកម៉ែបងប្អូនបាទគ្រាន់តែក្នុងមួយកញ្ចប់គ្រាន់តែយើងចាក់ចេញបន្តិចមកយើងបាទធ្វើការលាយបន្តិចមួយកញ្ចប់តូចនេះយើងអាចប្រើបាន15ដងបាទសម្រាប់ដែលខ្ញុំបង្ហាញយើងគ្រាន់តែយកចាក់បន្តិចមកលាបលើផ្ទៃមុខគឺថាធ្វើឲ្យស្បែកមុខយើងបាទភ្លឺទន់រលោងបាទយើងទុក15នាទីលាងទឹកចេញណាពុកម៉ែបងប្អូនហើយសម្រាប់ក្រុមហ៊ុនបាទ KHNB បាទគឺយើងមានផលិតផលជាច្រើនទៀតឥឡូវនេះគឺមានចេញជាមួយនឹងសាប៊ូបាទដោះខ្លួនគឺបាទគឺអែមមែនទែនបាទគឺដោះមកសាច់បាទធ្វើសាច់យើងក្អូបបាទច្រាស់បាទការលាងទៅច្រាស់បានល្អអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងកុំភ្លេចជួយគ្រប់គ្រងដល់អ្នកគ្នាណាអរគុណច្រើន